បាទសួស្តីបងប្អូនអរគ្នាបាទនៅក្នុងវីដេអូនេះដែរខ្ញុំចង់និយាយអំពីការមករស់នៅក្នុងប្រទេសអាល្លឺម៉ង់ដោយសារតែមានបងប្អូនខ្មែរយើងបានសួរខ្ញុំថាតើត្រូវធ្វើដូចម្តេចដើម្បីបានមករស់នៅក្នុងប្រទេសអាល្លឺម៉ង់បានដូច្នោះខ្ញុំនឹងធ្វើការចែករំលែកនៅក្នុងវីដេអូនេះនៅអ្វីដែលខ្ញុំបានជួបផ្ទាល់ជាមួយនឹងបងប្អូនខ្មែរយើងដែលគាត់បានកំពុងរស់នៅទីនេះរួមនៅព័ត៌មានមួយចំនួនដែលខ្ញុំបានសិក្សាស្រាវជ្រាវផងដែរអញ្ចឹងជាទូទៅប្រជាជនខ្មែរដែលបានមករស់នៅក្នុងប្រទេសអាល្លឺម៉ង់គឺគាត់អាចមកតាមជំរើសទាំង4នៅខាងក្រោមនេះបានទី1ជំរើសទី1គឺតាមរយៈការសិក្សាអញ្ចឹងនិស្សិតខ្មែរគាត់អាចមកបន្តការសិក្សារបស់គាត់បាននៅក្នុងប្រទេសអាល្លឺម៉ង់ហើយបន្ទាប់ពីគាត់បញ្ចប់ការសិក្សារបស់គាត់បើគាត់ចង់រស់នៅទីនេះគាត់អាចរកការងារធ្វើបន្តបានហើយជំរើសទី2គឺតាមរយៈការដាក់ពាក្យមកធ្វើការកម្មវិធីដែលពេញនិយមនៅក្នុងប្រទេសអាល្លឺម៉ង់ដែលមនុស្សជាច្រើនមិនចំពោះតែប្រទេសកម្ពុជាយើងទេដែលអាចដាក់ពាក្យបានគឺតាមរយៈកម្មវិធីដែលមានឈ្មោះជាភាសាអាល្លឺម៉ង់ថា Ausbildung អញ្ចឹងវាជាកម្មវិធីមួយដែលអ្នកដាក់ពាក្យអាចមកធ្វើការផងរៀនផងអាចនិយាយខ្លីថារៀនអំពីរបៀបធ្វើការអញ្ចឹងរយៈពេលរៀនហ្នឹងប្រហែលជា2ឆ្នាំទៅ3ឆ្នាំហើយក្នុងពេលរៀនក៏យើងទទួលបានប្រាក់ខែផងដែរវិស័យដែលពេញនិយមមានដូចជាការងារមើលថែទាំមនុស្សចាស់ការងារនៅក្នុងភោជនីយដ្ឋានឬក៏សណ្ឋាគារហើយវិធីការងារនៅក្នុងរោងចក្រនិងចុងក្រោយគឺការងារនៅក្នុងវិស័យដឹកជញ្ជូនអញ្ចឹងជំរើសទី3គឺតាមរយៈការស្នើសុំសិទ្ធិជ្រកកោនអញ្ចឹងមនុស្សខ្លះដោយសារគាត់មានបញ្ហាតាក់ទងជាមួយនឹងការរស់នៅក្នុងប្រទេសកំណើតរបស់គាត់ហ្នឹងតាក់ទងមួយនយោបាយឬក៏សង្គ្រាមឬក៏ចំនួនសាសនាការរើសអើងសាសនាហើយមួយទៀតការឆ្លាញ់ភេទដូចគ្នាក៏គាត់អាចដាក់ពាក្យមកស្នើសុំសិទ្ធិជ្រកកោនឬក៏ការការពារពីរដ្ឋាភិបាលនៅក្នុងប្រទេសអាល្លឺម៉ង់ហ្នឹងពេលដែលគាត់មកដល់ទីនេះអញ្ចឹងពេលដំបូងពួកគេត្រូវរស់នៅក្នុងកន្លែងស្នាក់នៅសម្រាប់អ្នកសុំសិទ្ធិជ្រកកោនតមកពួកគេអាចទទួលបានជំនួយខ្លះៗដូចជាកន្លែងស្នាក់នៅនិងជំនួយប្រចាំខែប៉ុន្តែការសម្រេចចុងក្រោយគឺអាស្រ័យទៅលើរដ្ឋាភិបាលតើអនុញ្ញាតឲ្យពួកគេស្នាក់នៅឬក៏អត់ហើយជំរើសទី4គឺបងប្អូនជាច្រើនបានដឹងហើយគឺតាមរយៈគ្រួសារជាមនុស្សដែលមានប្តីឬក៏ប្រពន្ធឬក៏សាច់ញាតិដែលគាត់រស់នៅក្នុងអាល្លឺម៉ង់គាត់អាចស្នើសុំមករស់នៅជាមួយគ្នាបានហើយបន្ទាប់ពីពួកគេមកដល់ទីនេះពួកគាត់អាចធ្វើការនិងរស់នៅទីនេះបានចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបាទបើបងប្អូនចូលចិត្តជួយ Subscribe ហើយនិង Like ម្នាក់មួយផងអរគុណច្រើន